នេះគឺជាករណីឃាតកម្មដែលតាក់ទងទៅនឹងឃាតករជាស្ត្រីបីកណ្ដាលម្នាក់ដែលបានដាច់ចិត្តសម្លាប់ទៅលើលោកយាយចំណាស់2នាក់យ៉ាងឃោរឃៅដើម្បីតែទទួលបានប្រាក់បន្តិចបន្តួចតែប៉ុណ្ណោះយកទៅដោះស្រាយបញ្ហាបំណុលដែលរឿងហេតុនេះបានកើតឡើងនៅក្នុងឆ្នាំ2006និង2008នៅក្នុងទីក្រុងហុងកុងលោកយាយវូជីលួនអាយុ81ឆ្នាំគាត់រស់នៅតែម្នាក់ឯងនៅក្នុងបន្ទប់លេខ504ក្នុងអគារស៊ូហ្វាងក្នុងភូមិសេកវ៉ៃកុងទីក្រុងហុងកុងប្តីរបស់គាត់បានបាត់បង់ជីវិតតាំងពីប្រហែលជា30ឆ្នាំមុនមកម្លេះក្រោយមកគាត់រស់នៅជាមួយនឹងកូនប្រុសរបស់គាត់2នាក់និងកូនស្រីម្នាក់ប៉ុន្តែជាបន្តបន្ទាប់កូនរបស់គាត់ក៏បានរៀបការមានគ្រួសារហើយក៏ចាកចេញទៅរស់នៅជាមួយនឹងគ្រួសាររបស់ពួកគេនៅសល់តែលោកយាយវូដែលរស់នៅក្នុងផ្ទះជួលរបស់រដ្ឋតែម្នាក់ឯងលោកយាយវូគឺជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាងជាខ្លាំងជារៀងរាល់ព្រឹកគាត់តែងតែចេញទៅក្រៅដើម្បីហាត់ប្រាណបន្ទាប់មកគាត់ក៏អង្គុយផឹកតែនិងជជែកលេងជាមួយនឹងអ្នកជិតខាងបន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញលោកយាយវូគាត់តែងតែបើកទ្វារខាងក្នុងចំហនិងបិទខ្ទប់រនាំងទ្វាររូសដែលនៅខាងក្រៅដូច្នេះហើយអ្នកជិតខាងដែលដើរកាត់តែងតែអាចមើលឃើញលោកយាយវូដែលអង្គុយមើលទូរទស្សន៍នៅក្នុងបន្ទប់របស់គាត់ហើយពួកគេតែងតែនិយាយរាក់ទាក់ទៅកាន់គាត់នៅក្នុងឆ្នាំ2005លោកយាយវូគាត់បានរអិលដួលនៅក្នុងផ្ទះបាយរបស់គាត់ដែលបណ្ដាលឲ្យប៉ះពាល់ទៅលើឆ្អឹងតាគៀករបស់គាត់ហើយគាត់ក៏ត្រូវប្រើប្រាស់ឈើច្រត់ចាប់តាំងពីពេលនោះមកតែទោះបីជាយ៉ាងណាក៏ដោយទម្លាប់ប្រចាំថ្ងៃរបស់លោកយាយវូគឺនៅតែដដែលលោកយាយតែងតែចេញទៅហាត់ប្រាណជារៀងរាល់ព្រឹកជជែកលេងជាមួយអ្នកជិតខាងនិងអង្គុយមើលទូរទស្សន៍នៅក្នុងបន្ទប់របស់គាត់ដោយចំហទ្វារខាងក្នុងនិងបិទខ្ទប់រនាំងទ្វាររូតប៉ុន្តែនៅក្នុងថ្ងៃទី7និងព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2006អ្នកជិតខាងបានសង្កេតឃើញភាពមិនប្រក្រតីដោយពួកគេមិនបានឃើញវត្តមានរបស់លោកយាយវូចេញទៅខាងក្រៅឡើយហើយទ្វារបន្ទប់របស់គាត់ក៏ត្រូវបិទខ្ទប់ជាប់រហូតដោយព្រួយបារម្ភខ្លាចថាលោកយាយវូអាចមានបញ្ហាអីនៅក្នុងបន្ទប់របស់គាត់អ្នកជិតខាងបានព្យាយាមគោះទ្វារបន្ទប់របស់គាត់នៅក្នុងព្រឹកថ្ងៃទី8នោះប៉ុន្តែមិនមានការឆ្លើយតបឡើយដូច្នេះហើយអ្នកជិតខាងក៏ព្យាយាមអើតមើលទៅខាងក្នុងបន្ទប់តាមរយៈរន្ធប្រឡោះសោកសម្បត្តិពួកគេក៏បានមើលឃើញរឿងដ៏តក់ស្លុតមិននឹកស្មានដល់គឺលោកយាយវូកំពុងតែគេងផ្ងានៅក្នុងថ្លុកឈាមក្នុងបន្ទប់ទទួលភ្ញៀវរបស់គាត់ដោយមុខរបស់គាត់ត្រូវបានគ្របដោយកសែងរីឯដៃរបស់គាត់ត្រូវបានចងរុំដោយស្កុតដាក់មកខាងមុខបន្ទាប់ពីឃើញបែបនេះហើយអ្នកជិតខាងក៏បានរាយការណ៍ទៅប៉ូលីសជាបន្ទាន់ប៉ូលីសបានធ្វើការគាស់ទ្វារចូលទៅខាងក្នុងហើយពួកគេបានពិនិត្យឃើញថាលោកយាយវូត្រូវបានបាត់បង់ជីវិតបាត់ទៅហើយអ្នកជំនាញកសលវិច័យបានធ្វើការសន្និដ្ឋានថាលោកយាយវូត្រូវបានបាត់បង់ជីវិតកាលពីម្សិលមិញគឺត្រូវនឹងថ្ងៃទី7ធ្នូហើយនៅលើរាងកាយរបស់គាត់មានរបួសជាច្រើនជាពិសេសនៅបរិវេណក្បាលមានការរងរបួសចំនួន10កន្លែងដែលបណ្ដាលមកពីការវាយដោយវត្ថុរឹងមានរបួសនៅលើលលាដ៍ក្បាលថ្ងាសឆ្អឹងថ្ពាល់បបូរមាត់ខាងលើនិងធ្មេញខាងលើមួយគ្រាប់របស់គាត់ក៏ត្រូវបានរង្គើផងដែរក្រៅពីនេះមានរបួសនៅលើដៃហើយឆ្អឹងជំនីខាងស្ដាំរបស់គាត់ចំនួន8ក៏ត្រូវបានបាក់ហើយនៅលើករបស់គាត់ក៏មានស្នាមជាំដែលវាអាចបណ្ដាលមកពីការច្បាច់កឬក៏ការសង្កត់ទៅលើករបស់គាត់តែអ្នកជំនាញបានសន្និដ្ឋានថាមូលហេតុដែលធ្វើឲ្យលោកយាយវូបាត់បង់ជីវិតគឺបណ្ដាលមកពីរបួសយ៉ាងធ្ងន់ធ្ងរនៅត្រង់ក្បាលរបស់គាត់តាមរយៈការស៊ើបអង្កេតនៅកន្លែងកើតហេតុប៉ូលីសបានរកឃើញថាมันមានសញ្ញានៃការគាស់ទ្វារចូលឡើយគ្មានសញ្ញានៃការតស៊ូគ្នាហើយក៏គ្មានការរើកកាយអ្វីអវ៉ាន់ដែរទ្រព្យសម្បត្តិរបស់លោកយាយវូក៏មិនត្រូវបានបាត់បង់ប៉ូលីសបានព្យាយាមស្វែងរកតម្រុយតាមរយៈសាច់ញាតិនិងអ្នកជិតខាងរបស់លោកយាយវូប៉ុន្តែមិនទទួលបានលទ្ធផលអីឡើយមិនអាចរកឃើញថាអ្នកណាម្នាក់គឺជាជនសង្ស័យឡើយរហូតដល់រយៈពេលកន្លងផុតទៅ1ឆ្នាំជាងក៏មានហេតុការណ៍អាក្រក់បានកើតឡើងទៅលើលោកយាយចំណាស់ម្នាក់ទៀតដែលលោកយាយគាត់មានឈ្មោះថាយ៉ានស៊ွန်មានអាយុ87ឆ្នាំគាត់ក៏រស់នៅតែម្នាក់ឯងនៅក្នុងផ្ទះជួលរបស់រដ្ឋផងដែរគឺគាត់រស់នៅបន្ទប់លេខ1139នៃអគារមីកៃក្នុងភូមិសេកគីបមីដោយប្តីរបស់លោកយាយយ៉ានបានបាត់បង់ជីវិតកាលពីឆ្នាំ2006ហើយលោកយាយមិនមានកូនចៅឡើយហើយក៏មិនសូវមានសាច់ញាតិផងដែរប៉ុន្តែលោកយាយមានកូនប្រុសធំម្នាក់ដែលយកចិត្តទុកដាក់និងឧស្សាហ៍មកមើលលោកយាយដោយសារតែវ័យចាស់ជរាលោកយាយយ៉ានក៏ត្រូវប្រើប្រាស់ឈើច្រត់នៅក្នុងការដើរផងដែរលោកយាយយ៉ានក៏មានទំនាក់ទំនងល្អជាមួយនឹងអ្នកជិតខាងដែរជាទូទៅគាត់តែអង្គុយលេងនៅមុខបន្ទប់របស់គាត់ដើម្បីស្រូបយកខ្យល់និងរាក់ទាក់ទៅកាន់អ្នកជិតខាង
នៅថ្ងៃទី6 ខែមីនាឆ្នាំ2008កូនប្រុសធម៌របស់លោកយាយយ៉ានបានព្យាយាមខលមកកាន់លោកយាយដើម្បីសួរសុខទុក្ខដូចជារាល់ដងប៉ុន្តែគាត់មិនអាចតាក់ទងជាមួយនឹងលោកយាយបានឡើយរហូតដល់ថ្ងៃស្អែកឡើងគឺថ្ងៃទី7មីនាគាត់ក៏ព្យាយាមខលមកលោកយាយម្ដងទៀតប៉ុន្តែនៅតែមិនអាចតាក់ទងបានដោយព្រួយបារម្ភគាត់និងប្រពន្ធរបស់គាត់ក៏បានធ្វើដំណើរមកកាន់ផ្ទះរបស់លោកយាយយ៉ាននៅព្រឹកថ្ងៃទី7នោះតែម្ដងដោយព្យាយាមគោះទ្វារទៅមិនមានអ្នកបើកកូនប្រុសធម៌របស់លោកយាយយ៉ានក៏បានប្រើសោដែលគាត់មានចាក់ចូលទៅក្នុងបន្ទប់របស់លោកយាយតែម្ដងហើយទីបំផុតគាត់ក៏បានមើលឃើញនៅរូបភាពដ៏តក់ស្លុតគឺលោកយាយយ៉ានគាត់បានគេងនៅលើឥដ្ឋក្បែរបន្ទប់ទឹកនិងផ្ទះបាយរបស់គាត់ដោយមុខរបស់គាត់ត្រូវបានគ្របដោយកសែងពណ៌ក្រហមហើយដៃរបស់គាត់ត្រូវបានចងដោយខ្សែដាក់មុខខាងមុខមាត់របស់គាត់ក៏ត្រូវបានរុំដោយស្កុតផងដែរហើយក៏មានមុខរបួសហូរឈាមផងដែរលោកយាយយ៉ានគាត់បានបាត់បង់ជីវិតបាត់ទៅហើយដោយសាកសពរបស់គាត់បានចាប់ផ្ដើមរលួយទៅហើយកូនប្រុសធម៌របស់លោកយាយយ៉ានក៏បានខលរាយការណ៍ទៅប៉ូលីសជាបន្ទាន់គ្រូពេទ្យកសលវិច័យបានសន្និដ្ឋានថាលោកយាយយ៉ានបានបាត់បង់ជីវិតតាំងពីអំឡុងថ្ងៃទី5មីនាមកម្លេះគឺប្រហែលជា2ថ្ងៃមុនហើយនៅលើរាងកាយរបស់លោកយាយយ៉ានមានស្នាមរបួសចំនួន20កន្លែងដែលមាន7កន្លែងគឺជារបួសធ្ងន់ធ្ងរមានរបួសបើកចំហនៅត្រង់សៀតផ្កាខាងស្ដាំរបស់គាត់ហើយនៅបរិវេណក្បាលរបស់គាត់មានស្នាមរបួសវាយដោយវត្ថុរឹងយ៉ាងហោចណាស់4ដងទោះបីជាយ៉ាងណាក៏ដោយលោកយាយយ៉ានគាត់មិនបានបាត់បង់ជីវិតភ្លាមឡើយបន្ទាប់ពីការវាយប្រហារគាត់ត្រូវបានស្លាប់អស់ប្រហែលជា12ម៉ោងមុនពេលដែលគាត់បាត់បង់ជីវិតគ្រូពេទ្យកសលវិច័យក៏បានរកឃើញកាកសំណល់នៃការក្អួតនៅក្នុងផ្លូវដង្ហើមរបស់គាត់ផងដែរដែលមានន័យថាអំឡុងពេលដែលគាត់ស្លាប់នោះគាត់បានដកដង្ហើមស្រូបយកនៅសារធាតុក្អួតនោះចូលទៅក្នុងសួតរបស់គាត់ដែលបណ្ដាលឲ្យវាមានការស្ទះផ្លូវដង្ហើមប៉ុន្តែគ្រូពេទ្យបានសន្និដ្ឋានថាមូលហេតុដែលធ្វើឲ្យលោកយាយយ៉ានបាត់បង់ជីវិតគឺបណ្ដាលមកពីរបួសក្បាលយ៉ាងធ្ងន់ធ្ងររបស់គាត់ទៅវិញទេតាមរយៈការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថាมันមានសញ្ញានៃការកោះទ្វារចូលឡើយมันមានសញ្ញានៃការតស៊ូគ្នានិងមានការរើកកាយនៅកន្លែងកើតហេតុហើយកាបូបរបស់លោកយាយយ៉ានដែលមានទឹកប្រាក់ចំនួន$900ហុងកុងនៅក្នុងនោះត្រូវបានបាត់ពីកន្លែងកើតហេតុហើយប៉ូលីសបានរកឃើញស្នាមម្រាមដៃនាងខាងស្ដាំរបស់ជនសង្ស័យជាប់នៅលើដៃទ្វារបន្ទប់របស់លោកយាយយ៉ានប៉ូលីសបានស៊ើបអង្កេតប្រមូលព័ត៌មានពីសាច់ញាតិនិងអ្នកជិតខាងរបស់លោកយាយយ៉ាននិងបានត្រួតពិនិត្យពីកាមេរ៉ាសុវត្ថិភាពរបស់អគារតាមរយៈការផ្ដល់ចម្លើយពីស្ត្រីអ្នកជិតខាងម្នាក់ដែលបានជួបជាមួយនឹងលោកយាយយ៉ានចុងក្រោយគេគឺនៅព្រឹកថ្ងៃទី4ខែមីនាគាត់បាននិយាយថានៅព្រឹកនោះគាត់បានជួបជាមួយនឹងលោកយាយយ៉ាននៅពេលដែលលោកយាយយ៉ានចេញពីផ្សារទិញអីវ៉ាន់គាត់បានអង្គុយទៅជែកគ្នាជាមួយនឹងលោកយាយយ៉ានមួយសន្ទុះក្រោយមកនៅម៉ោងប្រហែលជា11ព្រឹកគាត់ក៏បានជួយយួរអីវ៉ាន់របស់លោកយាយយ៉ាននិងជូនលោកយាយឡើងទៅកាន់បន្ទប់របស់គាត់ដែលស្ថិតនៅជាន់ទី11នៃអគារនៅពេលដែលគាត់និងលោកយាយយ៉ានបានចូលទៅក្នុងចតាយន្តក៏មានស្ត្រីម្នាក់ទៀតបានចូលទៅក្នុងចតាយន្តជាមួយនឹងពួកគាត់ដែរគាត់និងលោកយាយយ៉ានបានចុះនៅជាន់ទី10ដោយសារតែពេលនោះចតាយន្តមិនដំណើរការទៅជាន់ទី11ឡើយដូច្នេះហើយគឺពួកគាត់ត្រូវបន្តឡើងចតាជើងទៅកាន់ជាន់ទី11ហើយនៅពេលដែលគាត់ចុះនៅជាន់ទី10នោះស្ត្រីចម្លែកដែលជិះចតាយន្តជាមួយនឹងពួកគាត់ក៏បានចុះនៅជាន់ទី10នោះផងដែរហើយបន្ទាប់មកស្ត្រីចម្លែកនោះក៏បានមកជួយគ្រាលោកយាយយ៉ានដោយសារតែឃើញថាលោកយាយយ៉ានគាត់ពិបាកនៅក្នុងការធ្វើដំណើរនាងបានជួយគ្រាលោកយាយយ៉ានរហូតទៅដល់បន្ទប់របស់គាត់ហើយនាងក៏បានសុំសោបន្ទប់ពីលោកយាយយ៉ានដើម្បីជួយចាក់ចូលទៅក្នុងបន្ទប់ផងដែរបន្ទាប់ពីចាក់សោទ្វារហើយនាងក៏បានគ្រាលោកយាយយ៉ានចូលទៅក្នុងបន្ទប់ហើយក៏បានទៅយកអប័នពីដៃរបស់ស្ត្រីអ្នកជិតខាងទុកដាក់ឲ្យលោកយាយយ៉ានហើយនាងក៏បន្តជជែកគ្នាជាមួយនឹងលោកយាយយ៉ាននៅក្នុងបន្ទប់នោះរីឯស្ត្រីអ្នកជិតខាងក៏បានត្រឡប់ទៅកាន់បន្ទប់របស់គាត់វិញដែលនៅជាន់ខាងក្រោមបន្ទាប់ពីនោះមកស្ត្រីអ្នកជិតខាងមិនបានដឹងឡើយថាមានរឿងអីកើតឡើងនៅក្នុងបន្ទប់របស់លោកយាយយ៉ានតាមរយៈកាមេរ៉ាសុវត្ថិភាពប៉ូលីសបានមើលឃើញថាស្ត្រីចម្លែកនោះបានចាកចេញពីបន្ទប់របស់លោកយាយយ៉ានប្រហែលជា40នាទីក្រោយគឺនៅម៉ោង 11:42 AM ប៉ូលីសបានព្រីនរូបស្ត្រីចម្លែកនោះដើម្បីប្រកាសស្វែងរកខ្លួននាងហើយក៏មានការជូនជាប្រាក់រង្វាន់ចំនួន$30,000ហុងកុងផងដែរនៅពីខែក្រោយក៏មានអ្នកមើលស្គាល់រូបភាពរបស់ស្ត្រីចម្លែកនោះហើយទីបំផុតនៅព្រឹកថ្ងៃទី14ខែឧសភាឆ្នាំ2008ប៉ូលីសក៏អាចចាប់ខ្លួនស្ត្រីនោះបាននៅខាងក្រៅសាលាបឋមសិក្សាធីនស៊ុយវ៉ៃ
ស្ត្រីជនសង្ស័យនោះមានឈ្មោះថាលីរុយសៀងមានអាយុ48ឆ្នាំបន្ទាប់ពីបានចាប់ខ្លួនប៉ូលីសក៏បានធ្វើការផ្ទៀងផ្ទាត់កាយ៉ាវដៃរបស់ស្ត្រីជនសង្ស័យដែលជាលោកស្រីលីនេះទៅនឹងស្នាមកាយ៉ាវដៃដែលប៉ូលីសបានរកឃើញនៅដៃទ្វារបន្ទប់របស់លោកយាយយ៉ានហើយឃើញថាវាពិតជាស្នាមកាយ៉ាវដៃរបស់លោកស្រីលីពិតមែនប៉ូលីសបានធ្វើការសួរចម្លើយលោកស្រីលីហើយក៏សង្ស័យថាលោកស្រីលីក៏អាចនឹងពាក់ព័ន្ធទៅនឹងករណីឃាតកម្មនិងការប្លន់ទៅលើមនុស្សចាស់ដែលបានកើតឡើងជាច្រើនករណីកាលពីមុនផងដែរលោកស្រីលីបានសារភាពថាគាត់ជាប់ពាក់ព័ន្ធតែទៅលើ3ករណីតែប៉ុណ្ណោះករណីទី1គឺករណីឃាតកម្មទៅលើលោកយាយប៊ូកាលពីឆ្នាំ2006នឹងឯងរីឯករណីទី2គឺជាករណីលួចទ្រព្យសម្បត្តិរបស់បុរសចំណាស់អាយុ74ឆ្នាំម្នាក់កាលពីខែកុម្ភៈឆ្នាំ2008រីឯករណីទី3គឺកើតឡើងនៅប្រមាណថ្ងៃបន្ទាប់ទៅលើលោកយាយយ៉ាននឹងឯងប៉ូលីសបានរកឃើញថាលោកស្រីលីមានប្រវត្តិប្រព្រឹត្តបទល្មើសតាំងពីអាយុ16និង17ឆ្នាំមកម្ល៉េះដោយពេលនោះគាត់បានជាប់ទោសពីបទលួចចំនួន2ករណីហើយត្រូវពិន័យជាប្រាក់និងស្ថិតនៅក្រោមការតាមដានរបស់ប៉ូលីសលោកស្រីលីធ្លាប់ធ្វើការជាបុគ្គលិកបម្រើនៅហាងតែមួយកន្លែងតែនៅក្នុងឆ្នាំ1999គាត់ក៏បានបាត់បង់ការងារនេះហើយបន្ទាប់មកគាត់ក៏បានស្នើសុំប្រាក់ជំនួយឧបត្ថម្ភពីរដ្ឋដើម្បីទ្រទ្រង់ជីវភាពលុះ2ឆ្នាំក្រោយមកប្តីរបស់គាត់ក៏ត្រូវបានបាត់បង់ជីវិតដោយសារតែជំងឺមហារីកគាត់បានបន្តរស់នៅជាមួយនឹងកូនប្រុសពៅរបស់គាត់ម្នាក់និងចៅស្រីម្នាក់នៅភូមិធីនវ៉ាប៉ុន្តែនៅចុងឆ្នាំ2006គ្រួសាររបស់គាត់ក៏បានធ្លាក់ក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាខ្លាំងដោយជំពាក់ថ្លៃឈ្នួលផ្ទះរបស់រដ្ឋរហូតដល់រដ្ឋបានដកហូតផ្ទះនោះលែងឲ្យគ្រួសារពួកគាត់ស្នាក់នៅតទៅទៀតបន្ទាប់ពីនោះមកគ្រួសាររបស់គាត់ក៏បានផ្លាស់ទៅរស់នៅផ្ទះជួលធូរថ្លៃមួយកន្លែងនៅក្នុងតំបន់ហុងស៊ុយគីវតាមដែលអ្នកជិតខាងដែលស្គាល់លោកស្រីលីពួកគេបាននិយាយថាលោកស្រីលីគឺជាមនុស្សរុំទុំនិងចិត្តល្អគាត់តែងតែរាក់ទាក់ទៅកាន់អ្នកជិតខាងនិងជូននំទៅកាន់អ្នកជិតខាងនៅក្នុងឱកាសបុណ្យទានមួយចំនួនគាត់គឺជាអ្នកដែលតែងតែមើលថែចៅស្រីរបស់គាត់ដែលមានអាយុខ្ទង់8ទៅ9ឆ្នាំដោយគាត់តែងតែជូននិងទៅទទួលនាងពីសាលារៀនជារៀងរាល់ថ្ងៃនិងតែងតែធ្វើម្ហូបឲ្យនាងញ៉ាំរីឯកូនប្រុសពៅរបស់លោកស្រីលីគេធ្វើការនៅក្នុងផ្សារទំនើបហើយគេក៏ជាកូនកតញ្ញូផងដែរអ្នកជិតខាងបានមើលឃើញថាគ្រួសារនេះតែងតែស្លៀកពាក់មានរបៀបរៀបរយស្អាតបាតជានិច្ចហើយពួកគេតែងតែបង់ថ្លៃឈ្នួលផ្ទះជាទៀងទាត់ជារៀងរាល់ខែគ្មានអ្នកណាបានដឹងឡើយថាពួកគេមានបញ្ហាហិរញ្ញវត្ថុហើយអ្នកជិតខាងស្ទើរតែមិនជឿនៅពេលដែលឮថាលោកស្រីលីបានប្រព្រឹត្តករណីឃាតកម្មយ៉ាងឃោរឃៅទៅលើមនុស្សចាស់ក្នុងការសារភាពរបស់លោកស្រីលីគាត់បានផ្លាស់ប្ដូរចម្លើយ2ដងខុសគ្នាដោយលើកទី1គាត់បានសារភាពដោយរៀបរាប់ថាកាលពីជាង10ឆ្នាំមុនពេលដែលគាត់នៅធ្វើការជាអ្នកបម្រើនៅក្នុងហាងតែគាត់បានស្គាល់ស្ត្រីម្នាក់ដែលមានឈ្មោះថាអាមីពួកគេបានរាប់អានគ្នាហើយនៅពេលដែលប្តីរបស់លោកស្រីលីមានជំងឺមហារីកលោកស្រីលីធ្លាប់បានខ្ចីលុយពីអាមីដើម្បីមកព្យាបាលជំងឺប្តីលុះក្រោយមកនៅក្នុងឆ្នាំ2000ប្តីរបស់លោកស្រីលីក៏ត្រូវបានបាត់បង់ជីវិតពេលនោះលោកស្រីលីទទួលបានប្រាក់ធានារ៉ាប់រងរបស់ប្តីគាត់ចំនួន50,000 យួនហើយពេលនោះដោយសារតែអាមីនាងមានបញ្ហានាងក៏បានខ្ចីលុយគាត់ម្ដងចំនួន50,000 យួនដោយសារតែអាមីធ្លាប់បានផ្ដល់លុយឲ្យលោកស្រីលីខ្ចីដែរនៅពេលដែលប្តីរបស់គាត់ឈឺដូច្នេះហើយលោកស្រីលីមិនហ៊ានបដិសេធជាមួយនឹងអាមីឡើយហើយការខ្ចីនេះក៏មិនមានកិច្ចសន្យាអ្វីដែរបន្ថែមពីលើនឹងទៅទៀតអាមីថែមទាំងណែនាំម្ដាយធម៌របស់នាងចំនួន2នាក់ឲ្យមកខ្ចីលុយលោកស្រីលីថែមទៀតដែលម្ដាយធម៌ទាំង2នាក់របស់អាមីគឺជាជនរងគ្រោះទាំង2នាក់គឺលោកយាយវូនិងលោកយាយយ៉ាននឹងឯងដោយម្នាក់បានខ្ចីលុយពីលោកស្រីលីចំនួន50,000 យួននិង30,000 យួនសរុបទៅពួកគេទាំង3នាក់បានខ្ចីលុយពីលោកស្រីលីចំនួន13,000 យួនប៉ុន្តែចាប់តាំងពីខ្ចីមកពួកគេមិនដែលសងត្រឡប់មកកាន់លោកស្រីលីវិញឡើយហើយក្រោយមកអាមីក៏ត្រូវបាត់ខ្លួនទៅទៀតចូលមកដល់ចុងឆ្នាំ2006ដែលលោកស្រីលីមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដែលគាត់ប្រឈមនឹងត្រូវបានរដ្ឋដកហូតផ្ទះរបស់គាត់ពេលនោះលោកស្រីលីមិនមានមធ្យោបាយក្នុងការរកប្រាក់មកដោះបំណុលជំពាក់ថ្លៃឈ្នួលផ្ទះឡើយរីឯកូនប្រុសរបស់គាត់ក៏រងនៅបំណុលដូចគ្នាដោយសារតែជួយចេញថ្លៃចំណាយផ្សេងរបស់លោកស្រីលីហើយលោកស្រីលីក៏ជំពាក់ប្រាក់មិត្តភ័ក្តិមួយចំនួនផងដែរលោកស្រីលីមិនមានមធ្យោបាយអ្វីក្រៅពីព្យាយាមទារប្រាក់ពីមនុស្សទាំង3នាក់ដែលបានខ្ចីលុយគាត់
ដោយនៅថ្ងៃទី7 ខែធ្នូឆ្នាំ2006លោកស្រីលីបានធ្វើដំណើរទៅកាន់ផ្ទះរបស់លោកយាយវូដើម្បីសួររកពីដំណឹងរបស់អាមីហើយក៏ដើម្បីទារប្រាក់ដែលលោកយាយវូជំពាក់គាត់ផងដែរប៉ុន្តែលោកយាយវូមិនត្រឹមតែមិនសងប្រាក់មកកាន់លោកស្រីលីឡើយគាត់ថែមទាំងស្ដីឲ្យនិងវាយទៅកាន់លោកស្រីលីថែមទៀតដែលនេះបានធ្វើឲ្យលោកស្រីលីផ្ទុះកំហឹងយ៉ាងខ្លាំងហើយក៏ស្ទុះទៅច្បាច់ករបស់លោកយាយវូលោកយាយវូក៏បានខំដៃរបស់លោកស្រីលីវិញហើយដោយទ្រាំមិនបានលោកស្រីលីក៏បានចាប់យកដំបងឈើមួយដែលដាក់ក្បែររានទេវតាយកទៅវាយទៅលើលោកយាយវូជាច្រើនដងលោកយាយវូបានស្រែកឡើងដោយការឈឺចាប់ដូច្នេះហើយលោកស្រីលីក៏បានចាប់យកស្កុតដែលមាននៅក្នុងផ្ទះរបស់លោកយាយវូទៅរុំបិទមាត់របស់លោកយាយវូនិងរុំដៃរបស់លោកយាយវូទាំងពីរដាក់មុខខាងមុខហើយគាត់ក៏បន្តធ្វើការវាយដំទៅលើលោកយាយវូរហូតដល់មានឈាមហូរមកជាច្រើនហើយលោកយាយវូក៏លែងអាចកម្រើកបានទៀតនៅពេលដែលឃើញបែបនេះលោកស្រីលីមានការស្លន់ស្លោជាខ្លាំងហើយគាត់ក៏បញ្ញាប់ជូតសម្អាតស្នាមឈាមដែលនៅកន្លែងកើតហេតុគាត់បានយកកសែងទៅគ្របមុខរបស់លោកយាយវូហើយបន្ទាប់មកគាត់ក៏បានច្រកនៅស្បែកជើងរបស់លោកយាយវូនិងស្បែកជើងរបស់គាត់ដែលមានប្រឡាក់ឈាមចូលទៅក្នុងថង់មួយហើយដំបងឈើដែលជាអាវុធឃាតកម្មនិងស្កុតដែលប្រើប្រាស់ចងរុំទៅលើលោកយាយវូក៏ត្រូវបានច្រកចូលទៅក្នុងថង់ផ្លាស្ទិកនោះជាមួយគ្នាដែរដោយសារតែភ័យខ្លាចថានឹងមានអ្នកជិតខាងបានឮសំឡេងនិងមកគោះទ្វារបន្ទប់របស់លោកយាយវូលោកស្រីលីក៏បញ្ញាប់ចាកចេញពីបន្ទប់របស់លោកយាយវូដោយយួរថង់ផ្លាស្ទិកនោះមកជាមួយដោយមិនបានរុះរើរកទ្រព្យសម្បត្តិរបស់លោកយាយវូឡើយបន្ទាប់ពីចាកចេញពីទីនោះគាត់ក៏បានយកថង់ដែលច្រករបស់របរយកទៅបោះចោលនៅតំបន់ផ្សេងហើយដោយសារតែមិនទទួលបានប្រាក់ពីលោកយាយប៊ូហើយអាមីក៏មិនដឹងថានៅទីណាទីបំផុតផ្ទះជួលរបស់លោកស្រីលីដែលនៅក្នុងភូមិធីនវ៉ាក៏ត្រូវបានគេដកហូតហើយគ្រួសាររបស់គាត់ក៏បានផ្លាស់ទៅរស់នៅក្នុងតំបន់ហុងស៊ុយគីវវិញដោយរកជួលផ្ទះដែលមានតម្លៃថោកនៅទីនោះតែទោះបីជាយ៉ាងណាក៏ដោយគ្រួសាររបស់គាត់នៅតែប្រឈមទៅនឹងបញ្ហាលំបាកខាងផ្នែកហិរញ្ញវត្ថុដោយជំពាក់បំណុលជាច្រើនហើយក៏ចាប់ផ្ដើមជំពាក់ថ្លៃឈ្នួលផ្ទះក្រោយនេះដូចគ្នាដោយមិនមានមធ្យោបាយអីលោកស្រីលីក៏មានគំនិតប្លន់ទៅលើមនុស្សចាស់ដោយនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2008លោកស្រីលីបានទៅស្វែងរកមនុស្សចាស់សម្រាប់ជាគោលដៅរបស់គាត់នៅក្នុងភូមិតាវូខូទីបំផុតលោកស្រីលីក៏បានសម្លឹងឃើញលោកតាអាយុ74ឆ្នាំម្នាក់ដែលមានឈ្មោះថាលៀងយូហានដែលគាត់រស់នៅតែម្នាក់ឯងលោកស្រីលីបានក្លែងខ្លួនធ្វើជាបុគ្គលិកស្ម័គ្រចិត្តរបស់មន្ទីរសុខុមាលភាពសង្គមហើយបានស្នើសុំខ្លួនចូលទៅធ្វើការសម្អាតផ្ទះឲ្យលោកតាលៀងបន្ទាប់ពីបានចូលដល់ខាងក្នុងហើយលោកស្រីលីក៏បានប្រើល្បិចផ្ដល់ថ្នាំងងុយគេងទៅឲ្យលោកតាលៀងបន្ទាប់ពីលោកតាលៀងគាត់បានគេងលក់លោកស្រីលីក៏បានលួចប្រាក់លោកតាលៀងអស់ចំនួន$10000ហុងកុងរួចក៏ចាកចេញទៅប្រាក់ប៉ុណ្នេះក៏នៅតែមិនគ្រប់គ្រាន់ក្នុងការដោះបំណុលរបស់លោកស្រីលីឡើយដូច្នេះហើយនៅជាង10ថ្ងៃក្រោយមកគឺនៅថ្ងៃទី4ខែមីនាឆ្នាំ2008លោកស្រីលីក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់លោកយាយយ៉ានដើម្បីទៅសួរពីដំណឹងរបស់អាមីហើយក៏ដើម្បីទៅទារប្រាក់ដែលលោកយាយយ៉ានជំពាក់គាត់ផងដែរតែលោកយាយយ៉ានបានឆ្លើយមកវិញថាគាត់មិនដឹងថាអាមីនៅទីណាឡើយហើយគាត់ក៏មិនមានប្រាក់សងមកកាន់លោកស្រីលីដែរនៅពេលនោះគាត់មានតែកវិលមាសមួយគូដែលមានតម្លៃតិចតួចប៉ុណ្ណោះហើយគាត់ក៏បានដោះកវិលនោះទៅឲ្យលោកស្រីលីប៉ុន្តែលោកស្រីលីគាត់នៅតែទាមទារឲ្យលោកយាយយ៉ានសងប្រាក់ទៅកាន់គាត់ទៀតហើយទីបំផុតពួកគេបានឆ្លោះគ្នាហើយលោកយាយយ៉ានក៏បានទះទៅកាន់លោកស្រីលីស្របពេលនោះក៏មានសំឡេងមនុស្សនៅខាងក្រៅហើយលោកយាយយ៉ានក៏ព្យាយាមស្រែកដើម្បីឲ្យអ្នកខាងក្រៅបានឮប៉ុន្តែលោកស្រីលីបានយកដៃទៅខ្ទប់មាត់របស់លោកយាយយ៉ាននិងបានទាញយកស្កុតដែលនៅក្នុងផ្ទះរបស់លោកយាយយ៉ាននោះទៅរុំទៅលើមាត់របស់លោកយាយយ៉ាននិងបានយកខ្សែទៅចងដៃរបស់លោកយាយយ៉ានទាំងពីរដាក់មុខខាងមុខលោកយាយយ៉ាននៅតែអាចយកដៃទាំងពីររបស់គាត់ដែលជាប់ចំណងនោះទៅទាញស្កុតនៅមាត់របស់គាត់ចេញដើម្បីស្រែកដែលរឿងនេះបានធ្វើឲ្យលោកស្រីលីខឹងយ៉ាងខ្លាំងហើយក៏បានយកជើងទៅទាត់ត្រង់ក្បាលរបស់លោកយាយយ៉ានចំនួន2ដងលោកស្រីលីបានអះអាងថាគាត់បានទាត់ទៅលើលោកយាយយ៉ានតែ2ដងប៉ុណ្ណោះក្រៅពីនឹងគាត់មិនបានធ្វើអីទៀតឡើយដែលនេះគឺវាផ្ទុយពីរបួសយ៉ាងធ្ងន់ធ្ងរដែលគ្រូពេទ្យកសោវិច័យបានរកឃើញនៅលើសាកសពរបស់លោកយាយយ៉ានលោកស្រីលីបានអះអាងទៀតថាបន្ទាប់ពីការទាត់ពីជើងនោះហើយលោកយាយយ៉ានក៏បានស្លាប់បាត់បង់ស្មារតីគាត់ថែមទាំងគិតទៀតថាលោកយាយយ៉ានគ្រាន់តែធ្វើពុតតែប៉ុណ្ណោះគាត់មិនគិតឡើយថាលោកយាយយ៉ានធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតហើយគាត់ថែមទាំងបានយកកសែងពណ៌ក្រហមទៅគ្របទៅលើមុខរបស់លោកយាយយ៉ានថែមទៀតដើម្បីកុំឲ្យគាត់ផ្ដាសាយប
បន្ទាប់មកគាត់ក៏បានចាក់ចេញពីផ្ទះរបស់លោកយាយយ៉ានដោយយកតែកបិលមកគូដែលលោកយាយយ៉ានបានបកគោលឲ្យគាត់តែប៉ុណ្ណោះប៉ុន្តែដោយសារតែប៉ូលីសបានពិនិត្យឃើញថាមានការរើកកាយនៅក្នុងផ្ទះរបស់លោកយាយយ៉ានហើយកាបូបរបស់លោកយាយយ៉ានដែលមានទឹកប្រាក់ចំនួន$900ក៏ត្រូវបានបាត់ផងដែរដូច្នេះលោកស្រីលីក៏បានសារភាពថាការពិតទៅកាបូបនោះគឺលោកយាយយ៉ានជាអ្នកយល់ព្រមបកគោលឲ្យគាត់ពេលដែលកំពុងកើតហេតុនោះឯងកបិលរបស់លោកយាយប៊ូលោកស្រីលីបានយកវាទៅលក់ដែលបានប្រាក់ត្រឹមតែជាង$400ហុងកុងតែប៉ុណ្ណោះនេះគឺជាចម្លើយសារភាពលើកដំបូងរបស់លោកស្រីលីប៉ុន្តែនៅពេលដែលប៉ូលីសធ្វើការសួរដេញដោលជាបន្តបន្ទាប់លោកស្រីលីក៏បានផ្លាស់ប្ដូរចម្លើយសារភាពថ្មីទាំងស្រុងដោយលើកទី2គាត់បានសារភាពថាការពិតទៅគឺទាំងលោកយាយប៊ូនិងលោកយាយយ៉ានមិនបានជំពាក់បំណុលគាត់ឡើយហើយគាត់ក៏មិនដែលស្គាល់លោកយាយប៊ូនិងលោកយាយយ៉ានពីមុនមកដែរប៉ុន្តែចំពោះមនុស្សស្រីដែលមានឈ្មោះថាអាមីដែលជំពាក់បំណុលលោកស្រីលីគឺពិតជាមានពិតមែនគ្រាន់តែអាមីក៏មិនមានទំនាក់ទំនងជាមួយនឹងលោកយាយប៊ូនិងលោកយាយយ៉ានដែរហើយការពិតទៅគឺជាលោកស្រីលីទៅវិញទេដែលព្យាយាមចូលទៅស្និទ្ធស្នាលជាមួយនឹងលោកយាយប៊ូនិងលោកយាយយ៉ានដើម្បីខ្ចីលុយពីពួកគាត់លោកស្រីលីបាននិយាយថានៅថ្ងៃទី6ខែធ្នូឆ្នាំ2006ពេលដែលគាត់មានបញ្ហាធ្ងន់ធ្ងរមិនមានប្រាក់សងថ្លៃជំពាក់ថ្លៃឈ្នួលផ្ទះនោះគាត់បានទៅអង្គុយលេងនៅទីសាធារណៈនៅក្នុងភូមិសេកវ៉ៃកុកដោយជជែកលេងជាមួយនឹងចាស់ៗនៅទីនោះដោយសង្ឃឹមថាគាត់នឹងអាចខ្ចីលុយពីអ្នកណាម្នាក់បានពេលនោះហើយដែលគាត់បានឃើញលោកយាយប៊ូទើបតែត្រឡប់មកពីទិញទំនិញដោយដៃរបស់គាត់មានយួរថង់អវ៉ាន់មួយចំនួនហើយដែលឃើញថាលោកយាយប៊ូមានបញ្ហាតាគៀកពិបាកក្នុងការដើរត្រូវប្រើប្រាស់ឈើច្រត់លោកស្រីលីក៏បានចូលទៅជួយយួរអវ៉ាន់របស់លោកយាយប៊ូនិងបានជូនគាត់ត្រឡប់ទៅផ្ទះរបស់គាត់បន្ទាប់មកពួកគាត់ទាំងពីរបានទៅចែកគ្នាលេងប្រហែលជា2ម៉ោងហើយពួកគាត់និយាយត្រូវរើគ្នាជាខ្លាំងមុនពេលលោកស្រីលីចាក់ចេញពីផ្ទះរបស់លោកយាយប៊ូគាត់ក៏បានព្រមព្រៀងគ្នាជាមួយនឹងលោកយាយប៊ូថាគាត់នឹងត្រឡប់មកជជែកលេងជាមួយនឹងលោកយាយប៊ូម្ដងទៀតនៅថ្ងៃស្អែកលុះដល់ថ្ងៃស្អែកឡើងត្រូវជាថ្ងៃទី7ធ្នូលោកស្រីលីក៏បានមកកាន់ផ្ទះរបស់លោកយាយប៊ូម្ដងទៀតហើយបន្ទាប់ពីជជែកគ្នាបានប្រហែលកន្លះម៉ោងលោកស្រីលីក៏ដាច់ចិត្តហាមាត់ខ្ចីលុយរបស់លោកយាយប៊ូចំនួន$2000លោកយាយប៊ូបន្ទាប់ពីបានឮបែបនេះគាត់មានការហួសចិត្តជាខ្លាំងនិងបានថាឲ្យលោកស្រីលីថាពួកយើងទើបតែស្គាល់គ្នារយៈពេលខ្លីប៉ុណ្ណោះអ្នកឯងហ៊ានហាមាត់ខ្ចីលុយខ្ញុំទៅហើយមិនត្រឹមតែនិយាយប៉ុណ្ណោះទេលោកយាយប៊ូថែមទាំងយកតែក្តៅទៅជះទៅលើលោកស្រីលីថែមទៀតហើយថែមទាំងបានវាយទៅលើលោកស្រីលីទៀតដើម្បីការពារខ្លួនលោកស្រីលីក៏បានវាយបកទៅកាន់លោកយាយប៊ូវិញដោយច្បាច់ករបស់លោកយាយប៊ូហើយហេតុការណ៍ជាបន្តបន្ទាប់មកទៀតគឺដូចទៅនឹងការរៀបរាប់ពីដំបូងរបស់លោកស្រីលីដែរចូលទៅដល់ហេតុការណ៍ដែលបានកើតឡើងទៅលើលោកយាយយ៉ានវិញលោកស្រីលីក៏បានរៀបរាប់ថានៅថ្ងៃទី4ខែមីនាឆ្នាំ2008ជាពេលដែលលោកស្រីលីត្រូវការប្រាក់ជាខ្លាំងដើម្បីមកដោះស្រាយបញ្ហាបំណុលរបស់គាត់ដូច្នេះហើយគាត់ក៏បានទៅកាន់តំបន់សេកគិបមីដើម្បីទៅស្វែងរកអាមីហើយចៃដន្យពេលនោះគាត់ក៏បានឃើញលោកយាយយ៉ានដែលជាមនុស្សដែលមានបញ្ហាជើងត្រូវប្រើប្រាស់ឈើច្រត់ដូចគ្នាគាត់គិតថានឹងរកឱកាសដើម្បីចូលទៅជិតលោកយាយយ៉ានដើម្បីខ្ចីលុយពីលោកយាយយ៉ានដោយលោកយាយយ៉ានពេលនោះគាត់ទៅតែចេញពីផ្សារទិញអវ៉ាន់និងកំពុងតែអង្គុយទៅចែកគ្នាលេងជាមួយនឹងអ្នកជិតខាងរបស់គាត់មកសន្ទុះក្រោយមកលោកយាយយ៉ាននិងអ្នកជិតខាងនោះក៏បានចូលទៅក្នុងចតាយន្តនៃអគារមីកៃហើយលោកស្រីលីក៏បានតាមពួកគេនិងបានចូលទៅចតាយន្តជាមួយនឹងពួកគេដែរពេលដែលចតាយន្តឡើងទៅដល់ជាន់ទី10ពួកគេបានចាក់ចេញហើយលោកស្រីលីក៏បានចាក់ចេញជាមួយនឹងពួកគេដែរហើយគាត់ក៏បានស្ម័គ្រចិត្តចូលទៅជួយគ្រាលោកយាយយ៉ាននិងបានជួនលោកយាយយ៉ានឡើងទៅកាន់បន្ទប់របស់គាត់ដែលនៅជាន់ទី11ទៅដល់បន្ទប់គាត់ក៏ជួយចាក់សោឲ្យលោកយាយយ៉ានហើយបន្ទាប់ពីស្ត្រីអ្នកជិតខាងបានចាក់ចេញទៅគាត់ក៏បន្តជជែកគ្នាជាមួយនឹងលោកយាយយ៉ាននៅក្នុងបន្ទប់នោះតែចែកគ្នាមិនបានប្រមាណលោកស្រីលីក៏ហាមាត់ខ្ចីលុយពីលោកយាយយ៉ានដែលគាត់ព្យាយាមបកគទៅកាន់លោកយាយយ៉ានជាខ្លាំងទីបំផុតលោកយាយយ៉ានក៏យល់ព្រមដោះកបិលមាសរបស់គាត់ទៅឲ្យលោកស្រីលីប៉ុន្តែលោកស្រីលីនៅតែមិនព្រមចាក់ចេញហើយនៅតែទទូចបកគសុំខ្ចីប្រាក់បន្ថែមពីលោកយាយយ៉ានទៀតលោកយាយយ៉ានគាត់មានការធុញទ្រាន់ជាខ្លាំងហើយគាត់ក៏បានច្រានលោកស្រីលីប៉ុន្តែលោកស្រីលីនៅតែមិនព្រមឈប់ហើយក៏មិនព្រមចាក់ចេញដូច្នេះហើយលោកយាយយ៉ានក៏បានដើរទៅកាន់លោកស្រីលីថែមទៀតព
ពេលនេះលោកស្រីលីគាត់បានខឹងទៅនឹងលោកយាយយ៉ានជាខ្លាំងហើយស្របពេលជាមួយគ្នានោះផងដែរក៏មានសម្លេងមនុស្សនៅខាងក្រៅបន្ទប់លោកយាយយ៉ានគាត់បំរុងនឹងស្រែកដើម្បីឲ្យអ្នកខាងក្រៅបានឮប៉ុន្តែលោកស្រីលីក៏បានយកដៃមកខ្ទប់មាត់របស់លោកយាយយ៉ាននិងបានយកស្កុតមករុំមាត់គាត់និងចងដៃរបស់គាត់ហើយហេតុការណ៍ជាបន្តក៏បានកើតឡើងដោយទៅនឹងការរៀបរាប់របស់លោកស្រីលីពីដំបូងដែរក្នុងការកាត់ក្តីទៅលើលោកស្រីលីរដ្ឋអាជ្ញាបានចោទប្រកាន់លោកស្រីលីតាក់ទងទៅនឹងករណីឃាតកម្មចំនួន2ករណីនិងលួច1ករណីចំពោះករណីលួចប្រាក់របស់លោកតាលៀងដែលបានកើតឡើងនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2008នោះគឺមិនត្រូវបានយកមកកាត់ក្តីឡើយដោយសារតែលោកតាលៀងត្រូវបានបាត់បង់ជីវិតមុនការកាត់ក្តីធ្វើឡើងលោកស្រីលីបានបដិសេធមិនទទួលកំហុសពីបទឃាតកម្មដោយចេតនាឡើយដោយគាត់បានលើកឡើងថាការវាយប្រហាររបស់គាត់ទៅលើជនរងគ្រោះទាំងពីរនាក់គឺជាការការពារខ្លួនតែប៉ុណ្ណោះដោយសារតែជនរងគ្រោះទាំងពីរនាក់បានវាយប្រហារទៅលើគាត់មុនហើយគាត់ក៏មិនមានចេតនាធ្វើឲ្យពួកគេស្លាប់ដែរគាត់មិនមានចេតនាក្នុងការវាយសម្ដៅទៅចំណុចគ្រោះថ្នាក់ឡើយវាដោយសារតែអារម្មណ៍របស់គាត់ពេលនោះភ័យស្លន់ស្លោដូច្នេះគាត់មិនបានគិតឃើញអ្វីទាំងអស់ប៉ុន្តែរដ្ឋអាជ្ញាបានលើកឡើងថាគាត់មិនជឿជាក់ទៅលើពាក្យចម្លើយសារភាពរបស់លោកស្រីលីទាំងពីរលើកឡើយដោយគិតថាចំណុចខ្លះគឺលោកស្រីលីបានប្រឌិតវាឡើងដើម្បីឲ្យខ្លួនគាត់អាចទទួលបាននៅការបន្ធូរបន្ថយទោសមានចំណុចមិនសមទំនងដូចជាហេតុអីក៏លោកស្រីលីគាត់អាចរកបាននៅស្កុតដំបងនិងខ្សែក្នុងផ្ទះរបស់ជនរងគ្រោះបានយ៉ាងឆាប់រហ័សក្នុងអំឡុងពេលដែលកើតហេតុភ្លាមរដ្ឋអាជ្ញាគិតថាលោកស្រីលីអាចនឹងត្រៀមរបស់អស់ទាំងនោះទុកជាស្រេចហើយជនរងគ្រោះទាំងពីរគឺជាមនុស្សចាស់មានអាយុជាង80ឆ្នាំទៅហើយថែមទាំងមានបញ្ហាជើងទៀតដូច្នេះពួកគាត់មិនមានកម្លាំងទៅវាយប្រហារទៅលើលោកស្រីលីឡើយអ្នកជំនាញក៏បានលើកឡើងដែរថាជនរងគ្រោះទាំងពីរគឺត្រូវបានរងនៅការវាយដំយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលដែលពួកគាត់បានដួលដេកទៅលើដីទៅហើយនេះគឺបង្ហាញថាលោកស្រីលីមានចេតនាវាយសម្លាប់ពួកគាត់តែម្ដងហើយលោកស្រីលីថែមទាំងបានព្យាយាមកុហកប៉ូលីសបានផ្លាស់ប្ដូរសាច់រឿងចំនួន2ដងថែមទៀតរដ្ឋអាជ្ញាក៏ជឿជាក់ដែរថាស្ត្រីដែលឈ្មោះអាមីនោះក៏ពិតទៅគឺគ្រាន់តែជាតួអង្គដែលលោកស្រីលីបានបង្កើតឡើងតែប៉ុណ្ណោះប៉ុន្តែត្រង់ចំណុចនេះលោកស្រីលីគាត់បានអះអាងថាស្ត្រីដែលឈ្មោះអាមីនោះគឺពិតជាមានពិតមែនហើយការដែលគាត់កុហកសាច់រឿងការពីសារភាពលើកដំបូងនោះគឺដោយសារតែគាត់ចង់ឲ្យក្រុមប៉ូលីសទៅស្វែងរកខ្លួនអាមីពីព្រោះថាទោះបីជាគាត់ត្រូវជាប់គុកក៏ដោយក៏គាត់ចង់បានប្រាក់គាត់ត្រឡប់មកវិញដែរដើម្បីទុកឲ្យចៅស្រីរបស់គាត់បានរៀបរាប់ថាកូនប្រុសរបស់គាត់មិនដែលខ្វល់ខ្វាយយកចិត្តទុកដាក់ទៅលើចៅស្រីរបស់គាត់ឡើយមានតែគាត់ប៉ុណ្ណោះដែលជាអ្នកមើលថែនាងតាំងពីតូចមកហើយមុនពេលដែលត្រូវប៉ូលីសចាប់ខ្លួនគាត់ក៏មានគម្រោងចង់យកចៅស្រីរបស់គាត់ទៅផ្ញើឲ្យរស់នៅជាមួយនឹងប្អូនថ្លៃរបស់គាត់បន្ទាប់មកគាត់នឹងបកគោលខ្លួនទៅឲ្យប៉ូលីសប៉ុន្តែជាចៃដន្យប៉ូលីសក៏អាចចាប់ខ្លួនគាត់បានមុនគាត់បាននិយាយទៀតថាតាំងពីករណីឃាតកម្មលើកទី1ទៅលើលោកយាយវូមកម្លេះដែលគាត់មានការខូចចិត្តនិងសោកស្ដាយជាខ្លាំងគាត់លែងដូចជាមនុស្សម្នាហើយបើគុំតែដើម្បីចៅស្រីរបស់គាត់កុំអីគាត់លោតពីលើអាគារដើម្បីសម្លាប់ខ្លួនបាត់ទៅហើយអ្នកជិតខាងបាននិយាយថាបន្ទាប់ពីលោកស្រីលីត្រូវបានចាប់ខ្លួនទៅចៅស្រីរបស់គាត់មិនមានអ្នកមើលថែឡើយរាល់ថ្ងៃនាងត្រូវទៅនឹងមកពីសាលារៀនដោយខ្លួនឯងហើយក៏ទៅទិញមីកញ្ចប់មកស្រស់ញ៉ាំដោយខ្លួនឯងទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃទី28ខែសីហាឆ្នាំ2009តុលាការក៏បានប្រកាសសាលក្រមថាលោកស្រីលីត្រូវមានទោសពីបទករណីឃាតកម្មដោយចេតនាចំនួន2ករណីនិងត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិត